ឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមដាវងុកស៊ុងរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅទីស្តីការក្រសួងធម្មការនិងសាសនាក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តមដាវងុកស៊ុងនិងបញ្ជាក់ថាវត្តមានរបស់ឯកឧត្តមនាពេលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងក្រសួងទាំងពីរឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមមថាដំណើរទស្សនកិច្ចនេះនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធម្មការនិងសាសនាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមទិសស្លោករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វែងក្នុងឱកាសនៃជំនួបនោះឯកឧត្តមដាវងុកស៊ុងបានសម្ដែងនូវក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ភាគីកម្ពុជាឯកឧត្តមបានគូបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសាសនារវាងប្រទេសទាំងពីរកម្ពុជាវៀតណាមដោយបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពការយោគយល់គ្នានិងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យសាសនាដោយស្របតាមច្បាប់បទបញ្ញត្តិនិងគោលនយោបាយរបស់ប្រទេសរៀងៗខ្លួនឯកឧត្តមរដ្ឋមន្ត្រីចៃបូរិននិងឯកឧត្តមរដ្ឋមន្ត្រីដាវងុកស៊ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសាសនារយៈពេល5ឆ្នាំពីឆ្នាំ2026ដល់ឆ្នាំ2031ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតចូលរួមចំណែកកសាងទំនាក់ទំនងកម្ពុជាវៀតណាមឲ្យរឹងមាំជិតស្និទ្ធនិងមាននិរន្តរភាពយូរអង្វែងបន្ថែមពីនេះនៅរសៀលថ្ងៃទី6ខែកុម្ភៈដដែលនេះឯកឧត្តមដាវងុកស៊ុងបានចូលជួបសវនកម្មជាមួយឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៅទីស្តីការក្រសួងធម្មការនិងសាសនាដើម្បីបន្តពិភាក្សាលើយន្តការការងារដែលត្រូវបន្តអនុវត្តក្នុងស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ